មិនត្រឹមតែរំខានទៅលើការរស់នៅរបស់យើងទេ គឺអាចបង្កជំងឺគ្រោះថ្នាក់ដល់យើងទៀត នោះគឺជាសត្វមូស សម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងតែមានបញ្ហាសត្វល្អិតមូសចូលរំខានទៅលើការរស់នៅ ឬក៏ចូលទៅក្នុងគេហដ្ឋានរបស់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយខាំណា ហើយវាអាចបង្កជំងឺគ្រោះថ្នាក់ដល់ពុកម៉ែបងប្អូនទាំងអស់គ្នា ហើយពុកម៉ែបងប្អូនទាំងគ្នាអត់ចង់ប្រើជាប្រភេទ spray បាញ់មូស ឬក៏អត់ចង់ប្រើជាប្រភេទធុបមូសទេ អញ្ចឹងពុកម៉ែបងប្អូនទាំងគ្នាអាចដំឡើងប្រភេទសំណាញ់ភ្លីបតខាងក្រវ៉ាន់យើងបាន ដំឡើងនៅតាមទីតាំងទ្វារ ទីតាំងបង្អួច ឬក៏ទីតាំងចន្លោះណាផ្សេងៗដែលមូសចេញចូលបានអញ្ចឹងណាបងប្អូន ហើយប្រភេទសំណាញ់របស់ក្រវ៉ាន់យើងគឺជាប្រភេទសំណាញ់ភ្លីបតដែលយើងអាចឆ្លើយឆ្វេងស្ដាំបាន ដែលចំណេញទៅលើទីតាំងរបស់យើង ហើយខ្យល់ចេញចូលបានហ្នឹងរហូតដល់ 60% ហើយមួយទៀតវាអាចការពារបានពន្លឺថ្ងៃហ្នឹងបាន 50% បន្ថែមទៀតផងដែរ ហើយអ្វីដែលពិសេសមួយទៀតគឺការក្រវ៉ាន់យើងមានការធានាជូនពិតប្រាកដជូនអតិថិជនបើសិនជាគាត់ប្រើទៅមានជាបញ្ហាគាត់អាចតាក់ទងមកក្រុមការងាររបស់ក្រវ៉ាន់យើងបានតាមរយៈលេខទូរស័ព្ទនៅ logo ដែលមាននៅលើគ្រោងស៊ុម100ញោមក៏បានឬក៏អាចតាក់ទងតាមប្រព័ន្ធផ្សព្វផ្សាយរបស់យើងក៏បានដែរហើយបើសិនជាអតិថិជនគឺគាត់ប្រើរយៈពេលយូរឆ្នាំទៅគាត់ត្រូវការលាងសម្អាតសំណាញ់ក៏យើងមានសេវាកម្មលាងសម្អាតជូនផងដែរអញ្ចឹងបើសិនជាពុកម៉ែបងប្អូនអរគ្នាដែលមានតម្រូវការអាចសាកសួរព័ត៌មានបន្ថែមខាងក្រវ៉ាន់យើងបានបាទសូមអរគុណ